trongធ្វើវីដេអូដែលមានអក្សរចៃហើយរត់តាមពាក្យសម្ដីដែលយើងចៃតែអត់ដឹងធ្វើម៉េចមកឥឡូវនេះខ្ញុំនឹងបរិញ្ញាអ្នកទាំងអស់គ្នាធ្វើឲ្យវាមានអក្សររត់បែបនេះទៅតាមអ្វីដែលយើងចៃនៅក្នុង TikTok តោះចូលមកកម្មវិធី TikTok របស់យើងមុននឹងអ្នកទាំងអស់គ្នា edit វីដេអូមួយនឹងអ្នកទាំងអស់គ្នាត្រូវតែថតរូបវីដេអូនឹងជាមុនសិននៅអ្វីដែលអ្នកទាំងអស់គ្នាចង់និយាយselect វីដេអូរបស់អ្នកទាំងអស់គ្នាមកចុចពាក្យ edit ដល់មកអ្នកទាំងអស់គ្នាទៅរកពាក្យថា caption នៅត្រង់កន្លែង caption ហ្នឹងហើយដែល AI TikTok នឹង generate ពាក្យសម្ដីអ្នកទាំងអស់គ្នាបន្ទាប់មកវានឹងបង្ហាញនៅខាងក្រោមវីដេអូហ្នឹងអ្នកទាំងអស់គ្នាអាច scroll មើលមួយបានហើយអានវាផងខាងលោពាក្យខ្លះAI អត់អាចនិយាយត្រូវទាំងអស់បានទេប៉ុន្តែវាអាចនឹងត្រូវបាន 80% អ្នកទាំងអស់គ្នាត្រូវអានមើលវាម្ដងទៀតថាតើពាក្យហ្នឹងវាត្រឹមត្រូវអត់បើសិនជាអត់ត្រឹមត្រូវទេអ្នកទាំងអស់គ្នាអាច edit បាននៅត្រង់កន្លែងនេះអ្នកទាំងអស់គ្នាអាច edit ឲ្យវា load ចេញជា style អី style អក្សរជា custom ឬក៏ចេញមកពាក្យតាមអីដែលយើងចង់និយាយអ្នកទាំងអស់គ្នាអាច select មើលមួយបានឆ្លាញ់ style មួយណាដាក់ style មួយនឹងទៅអញ្ចឹងមុននឹងអ្នកទាំងអស់គ្នាចេញវីដេអូអ្នកទាំងអស់គ្នាត្រូវមើលថាតើពាក្យនិយាយនៅក្នុងហ្នឹងត្រឹមត្រូវដែរឬអត់ហើយអ្នកទាំងអស់គ្នាមើលទៅថា style មួយហ្នឹងអ្នកទាំងអស់គ្នាពេញចិត្តអត់បើពេញចិត្តចាំយើងតទៅមុខទៀតបើសិនជាអក្សរហ្នឹងមើលទៅវាវែងពេកអ្នកទាំងអស់គ្នាប្រកាសជាឃើញថាអក្សរហ្នឹងវាហួសបន្ទាត់នៃវីដេអូអ្នកទាំងអស់គ្នាអាចចូលទៅ edit កន្លែងអក្សររបស់យើងហ្នឹងចុចទៅលើអក្សរទៅបន្ទាប់មកអ្នកទាំងអស់គ្នាចុចទៅ edit បន្ទាប់មកអ្នកទាំងអស់គ្នាអាចចុចពាក្យថា enter ចុះក្រោមនៅពេលដែលអ្នកទាំងអស់គ្នា enter អក្សរវានឹង load មកមួយហើយច្បាស់នៅលើហ្នឹងអ្នកទាំងអស់គ្នាអាចសេរីវាចុះក្រោមក៏បានសេរីវាដាក់អក្សរនៅខាងលើវីដេអូក៏បានដែរតាមអ្វីដែលអ្នកទាំងអស់គ្នាចូលចិត្តអញ្ចឹងខ្ញុំក៏ edit ឲ្យអក្សរមួយហ្នឹងរត់នៅលើវីដេអូរបស់ខ្ញុំដែលរត់បែបនេះអ្នកទាំងអស់គ្នានេះគឺជា result ដែលខ្ញុំបាន edit វីដេអូហើយតែបញ្ជាក់នេះវីដេអូគ្រាន់តែជាឧទាហរណ៍ទេហើយបន្ទាប់ពី edit ហើយអ្នកទាំងអស់គ្នាឃើញថាអក្សរនឹងរត់លើនឹងត្រឹមត្រូវហើយអីហើយអ្នកទាំងអស់គ្នាអាចផុសវាចូលទៅក្នុង TikTok បានហើយវីដេអូមួយហ្នឹងវានឹង load ចូលទៅក្នុងកម្មវិធីរូបភាពរបស់យើង automatic នឹងគឺជាវិធីងាយដែលយើងអាច edit នៅក្នុង TikTok បានដោយមិនចាំបាច់ទៅ edit នៅក្នុង CapCut ទេបើសិនជាអ្នកទាំងអស់គ្នាអត់សូវច្បាស់នៅក្នុង CapCut ប៉ុន្តែ option វាដូចគ្នាទេវីដេអូខ្ញុំចាប់ត្រឹមនេះបើមានចំណេះដឹងអីផ្សេងទៀតខ្ញុំនឹងចែករំលែកនៅក្នុង channel នេះអរគុណច្រើនសម្រាប់ការតាមដាន